ចឹងយើងសង្កេតទៅលើ transistor 4 គ្រាប់នេះចឹងវាមានពណ៌ខុសគ្នាបែបណាเราយកបរិយាមកទេចឹងវាជា5200 5200 transistor អញ្ចឹងយើងសង្កេតទៅលើពណ៌របស់វាអញ្ចឹងអានេះគឺមានពណ៌រាងស្លេកខ្មៅស្លេកខ្មៅរាងប្រផេះអញ្ចឹងអានេះគឺខ្មៅសុទ្ធអញ្ចឹង5200វាមាន transistor ផងវាមានវ៉ែតផងអញ្ចឹងត្រង់កន្លែងនេះពេលដែលយើងជួសជុលត្រូវតែប្រយ័ត្នពេលខ្លះយើងយល់ថា transistor ហ្នឹងខូចប៉ុន្តែការពិតវាមិនមែនជា transistor ទេវាជា wet អញ្ចឹងបើសិនតែយើងយក transistor មកជំនួសអញ្ចឹងវានឹងក្តៅ transistor អញ្ចឹងឥឡូវយើងធ្វើតេស្តមើលសម្រាប់ការធ្វើតេស្តគឺយើងធ្វើតេស្តគុណនឹង1អូមសម្រាប់តេស្តគ្រឿងអេឡិចត្រូនិកអញ្ចឹងបើសិនជាវា transistor គឺជើង B វានៅខាងនេះ B C E អញ្ចឹងប្រភេទ520គឺប្រភេទបើ transistor គេហៅ N PN បើជា FET គេហៅ N channel អញ្ចឹងបើ transistor យើងវាស់ចេះឡើងអូខេនេះឡើងហើយយើងបញ្ច្រាស់មកវិញត្រឡប់មកជុលមក no up ដល់ណាវាអត់ឡើងវាជា transistor អញ្ចឹងដែលយើងបញ្ជាក់គឺ C នេះគឺវាអត់ឡើងទេណា no up C no up អញ្ចឹង FET វិញអញ្ចឹងបើវាជា transistor យើងវាស់ចេះឡើងអានេះ no អញ្ចឹងបើយើងវាស់ចេះគឺអត់ឡើងអានេះក៏អត់ដែរអញ្ចឹងបានន័យថាវាមិនមែនជា transistor អញ្ចឹងបើវាមិនមែនជា transistor យើងត្រូវបញ្ជាក់ទៅលើ FET វិញអញ្ចឹងយើងដាក់ចេះមកបើសិនជា FET វាស់ចេះឡើងអូខេឡើង CE ឡើងហើយយើងបញ្ច្រាស់ដូរមកជុលវាអត់ឡើងទេអូខេអត់ឡើងទេអញ្ចឹងដើម្បីយើងបញ្ជាក់ថាវាជា FET មែនឬក៏មិនមែនគឺយើងត្រូវចុចអានេះយកមសូរខ្សែខ្មៅមកចុចជើងកែតវាទៅអូខេឡើងហើយយើងបញ្ជាក់មកវិញលុបអត់បាត់ចុចមកឡើងអូខេឡើងទៅហើយយើងលុបវិញទៅបាត់អញ្ចឹងមានន័យថាអានេះគឺជា transistor អានេះគឺជា MOSFET អញ្ចឹងធ្វើយ៉ាងម៉េចមុននឹងយើងដោះដូរវាយើងត្រូវតែពិនិត្យបច្ច័យទៅលើវាពេលខ្លះយើងវាស់ទៅខ្លះតែឃើញខូចទាំងអស់ចឹង2គ្រាប់ចឹងខូចទាំង2គ្រាប់ប៉ុន្តែយើងអត់ដឹងថាហ្នឹងវាជា FET ទេយើងឃើញ520ចឹងណាយើងអត់ដឹងថាវាជា FET ទេអញ្ចឹងហើយយើងទៅទិញ520យកមកដាក់ហើយក្តៅអូខេហើយក្តៅអញ្ចឹងនៅកន្លែងនេះគឺយើងត្រូវតែប្រយ័ត្ន